បាទជំរាបសួរនេះគឺជាដើមសិរីមង្គលមួយប្រភេទទៀតដែលមានផ្កាពណ៌សហើយនឹងលាយស្វាយបន្តិចព្រឿងដែលជាគួរទាក់ទាញដើមនេះឈ្មោះហៅថាដើមសន្លឹកប្រាក់បាទអញ្ចឹងបងប្អូនឃើញដើមនេះគឺធំមែនទែនហើយក៏ដាំជារបងផងដែរដើម្បីទាក់ទាញអារម្មណ៍ទាក់ទាញភ្ញៀវបាទគឺជាដើមសិរីមង្គលដើមនេះក៏ភាគច្រើនគេដាក់កថាំងតែគេដាក់លក់ដាក់អីអញ្ចឹងណាតែនេះគឺគេដាំភ្ជាប់នឹងដីតែម្ដងដើម្បីទាក់ទាញភ្ញៀវដើម្បីចម្រើនសិរីមង្គលចម្រើនរាសីផ្សេងតាមអបិយជំនឿគឺជាដើមដែលហៅប្រាក់ផងដែរបាទវាមានសោភ័ណភាពស្អាតមែនទែនដើមនេះក៏មានអាយុច្រើនឆ្នាំផងដែរអាចរស់បានច្រើនឆ្នាំហើយការដាំក៏ងាយស្រួលដែរគឺត្រូវការដីស្រួយដីដែលលាយជីកំប៉ុស្តជាដី3ស្រទាប់បាទអញ្ចឹងការជឿនឹងគឺសំខាន់គឺធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយរាក់ទាក់ធ្វើអ្វីក៏បានសម្រេចគេហៅថាមានរាសីដោយការដាំនៅរុក្ខជាតិដែលនាំលាភនាំសំណាងទាក់ទាញធ្វើឲ្យមានសោភ័ណភាពស្រស់ស្អាតអារម្មណ៍ភ្លឺថ្លាបាទអញ្ចឹងគេនិយមដាំតាមសួនបាទអញ្ចឹងប៉ុណ្ណឹងទេអរគុណច្រើន